នេះមិនដកដៃរុស្ស៊ីបន្តវាយប្រហារអ៊ុយក្រែនដោយដ្រូនជាង100គ្រឿងទោះជា Zelensky សុំចរចាកាលពីថ្ងៃទី12ខែឧសភាឆ្នាំ2025រុស្ស៊ីបានបាញ់បង្ហោះយន្តហោះដ្រូនជាង100គ្រឿងទៅវាយប្រហារអ៊ុយក្រែនទោះបីជាមានការអំពាវនាវអន្តរជាតិឲ្យមានបទជបាញ់រយៈពេល30ថ្ងៃក៏ដោយកងការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន55គ្រឿងក្នុងចំណោមយន្តហោះដ្រូនសរុបជាង100គ្រឿងខណៈដែលដ្រូនផ្សេងទៀតបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតំបន់អូដេសានិងដូណេតការវាយប្រហារនេះគឺស្របពេលដែលសហរដ្ឋអាមេរិកនិងអឺរ៉ុបកំពុងតែខិតខំប្រឹងប្រែងនៅក្នុងការផ្ដួចផ្ដើមឲ្យមានការចរចាសន្តិភាពនិងបន្ធូរបន្ថយភាពតានតឹងជុំវិញរឿងរ៉ាវនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ថាលោកបើកចំហចំពោះការចរចាសន្តិភាពប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ទៅលើតម្រូវការឲ្យមានបទជបាញ់ពេញលេញផងដែរមុនពេលសម្រេចចិត្តចរចាសន្តិភាពលោក Zelensky បានស្វាគមន៍ចំពោះការចូលរួមពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងកិច្ចពិភាក្សានាពេលខាងមុខនេះនៅឯទីក្រុង Istanbul និងបានជំរុញឲ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចូលរួមផងដែរទោះបីជាបានបង្ហាញអំពីចំណាប់អារម្មណ៍នៅក្នុងកិច្ចពិភាក្សានោះក៏ពិតមែនក៏ប៉ុន្តែវាមានកម្លាំងមិនបានយល់ព្រមទៅលើបទជបាញ់ដែលស្នើសុំនោះឡើយនាំឲ្យមេដឹកនាំអឺរ៉ុបមានមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះចេតនារបស់រុស្ស៊ីគួរបញ្ជាក់ផងដែរថាបណ្ដាប្រទេសនៅអឺរ៉ុបរួមទាំងបារាំងនិងអាល្លឺម៉ង់បានព្រមានអំពីការដាក់ទណ្ឌកម្មជាថ្មីប្រសិនបើរុស្ស៊ីបន្តសកម្មភាពយោធារបស់ខ្លួនដោយមិនយល់ព្រមឲ្យមានបទជបាញ់ជាមួយនឹងអ៊ុយក្រែនស្ថានភាពបច្ចុប្បន្នគឺនៅតែតានតឹងហើយការវាយប្រហារជាបន្តបន្ទាប់នេះបានប៉ះពាល់យ៉ាងខ្លាំងទៅដល់កិច្ចខិតខំប្រឹងប្រែងអំពីអន្តរជាតិនៅក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី